ចង់ឲ្យគេគោរពយើងត្រូវរៀនឲ្យតម្លៃខ្លួនឯងជាមុនសិនសួស្ដីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ពង្រឹងផ្លូវចិត្តជាមួយនាងខ្ញុំសុជាតាថ្ងៃនេះយើងមានប្រធានបទមួយដ៏ស៊ីជម្រៅនិងមានសារៈសំខាន់ខ្លាំងសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃគឺចង់ឲ្យគេគោរពយើងត្រូវរៀនឲ្យតម្លៃខ្លួនឯងជាមុនសិនបាទសួស្ដីសុជាតានិងសួស្ដីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានេះគឺជាប្រធានបទដែលខ្ញុំចូលចិត្តបំផុតព្រោះមនុស្សជាច្រើនតែងតែរអ៊ូថាហេតុអ្វីបានជាអ្នកដទៃមិនសូវឲ្យតម្លៃពួកគេប៉ុន្តែពួកគេភ្លេចសួរខ្លួនឯងថាតើខ្លួនឯងបានឲ្យតម្លៃលើខ្លួនឯងគ្រប់គ្រាន់ហើយឬនៅពិតមែនហើយលោកគ្រូពាក្យថាឲ្យតម្លៃខ្លួនឯងមើលទៅដូចជាសាមញ្ញប៉ុន្តែការអនុវត្តពិតជាមិនងាយស្រួលទេតើលោកគ្រូអាចបញ្យល់បានទេថាតើការឲ្យតម្លៃខ្លួនឯងមានន័យដូចម្តេចឲ្យប្រកាសក្នុងន័យចិត្តសាស្ត្រការឲ្យតម្លៃខ្លួនឯងឬ self worth វាមិនមែនជាការអួតអាងឬមានអំណួតនោះទេវាគឺជាការយល់ដឹងពីតម្លៃខាងក្នុងរបស់អ្នកការទទួលស្គាល់ទាំងចំណុចខ្លាំងនិងចំណុចខ្សោយហើយការដឹងថាអ្នកសមនឹងទទួលបានការព្យាបាលដោយកិត្តិយសកាលណាអ្នកថ្ទរតម្លៃឲ្យខ្លួនឯងអ្នកនឹងបង្កើតព្រំដែនមួយដែលប្រាប់ទៅអ្នកដទៃថាតើពួកគេអាចប្រព្រឹត្តមកលើអ្នកក្នុងកម្រិតណាពិតណាស់លោកគ្រូនាងខ្ញុំសង្កេតឃើញថាមនុស្សមួយចំនួនតែងតែព្យាយាមធ្វើឲ្យគ្រប់គ្នាពេញចិត្តឬហៅថា people pleaser រហូតដល់ភ្លេចគិតពីសុខទុក្ខខ្លួនឯងតើនេះជាសញ្ញានៃការមិនអាយតម្លៃខ្លួនឯងមែនទេបាទត្រឹមត្រូវណាស់សុជាតានៅពេលដែលយើងយល់ព្រមគ្រប់យ៉ាងតាមគេដើម្បីតែចង់ឲ្យគេស្រឡាញ់ឬគោរពយើងកំពុងតែបង្ហាញឲ្យគេឃើញថាតម្រូវការរបស់យើងមិនសំខាន់ដូចតម្រូវការរបស់គេទេនៅពេលនោះហើយដែលគេនឹងចាប់ផ្ដើមមើលរំលងតម្លៃរបស់យើងព្រោះសូម្បីតែយើងក៏មើលរំលងខ្លួនឯងដែរចុះបើមានគេសួរថាបើយើងឲ្យតម្លៃខ្លួនឯងពេកតើវាអាចក្លាយជាភាពអត្តមានិយមដែរឬទេនេះជាសំណួរដែលអ្នកស្ដាប់តែងតែឆ្ងល់សំណួរល្អណាស់មានភាពខុសគ្នាដាច់រវាងការស្រឡាញ់ខ្លួនឯងនិងភាពអត្តមានិយមមនុស្សអត្តមានិយមចង់បានផលប្រយោជន៍ឲ្យតែខ្លួនឯងដោយមិនខ្វល់ពីអ្នកដទៃប៉ុន្តែមនុស្សដែលឲ្យតម្លៃខ្លួនឯងគឺគេមានសេចក្តីថ្លៃថ្នូរគេមិនបណ្ដោយឲ្យអ្នកដទៃមកជន់ឈ្លីសិទ្ធិរបស់គេហើយគេក៏មិនទៅជន់ឈ្លីអ្នកដទៃដែរវាគឺជាការគោរពគ្នាទៅវិញទៅមកចាប់ផ្ដើមពីខ្លួនឯងមុនច្បាស់ណាស់លោកគ្រូចុះតើយើងត្រូវចាប់ផ្ដើមដោយរបៀបណាតើមានជំហានចាក់ស្ដែងអ្វីខ្លះដើម្បីឲ្យយើងអាចរៀនឲ្យតម្លៃខ្លួនឯងបានកាន់តែខ្លាំងជំហានដំបូងបំផុតគឺការនិយាយជាមួយខ្លួនឯងឬ self talk តែតែងតែបន្ទោសខ្លួនឯងថាល្ងងឬអសមត្ថភាពមែនទេបើបាទអ្នកត្រូវឈប់ភ្លាមទី2គឺការរៀនពាក្យថាទេចំពោះអ្វីដែលប៉ះពាល់ដល់សន្តិភាពផ្លូវចិត្តរបស់អ្នកនិងទី3គឺការថែរក្សាសុខភាពរូបរាងកាយនិងចំណេះដឹងកាលណាអ្នកមើលទៅមានរបៀបរៀបរយនិងមានចំណេះដឹងមនុស្សជុំវិញខ្លួននឹងគ្រប់អ្នកដោយស្វ័យប្រវត្តិនាងខ្ញុំយល់ហើយមានន័យថាបើយើងមិនចេះថែរក្សាខ្លួនឯងផងតែយើងរំពឹងឲ្យអ្នកដទៃមកថែរក្សានិងគោរពយើងដោយរបៀបណាទេវាដូចជាការឆ្លោះកញ្ចក់អញ្ចឹងមែនទេលោកគ្រូប្រកបណាស់ពិភពលោកខាងក្រៅគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីពិភពលោកខាងក្នុងរបស់អ្នកបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានតម្លៃទោះបីជាមានគេមកមើលងាយក៏អ្នកមិនរវីរវល់ដែរព្រោះអ្នកដឹងថាអ្នកជានរណាប៉ុន្តែបើអ្នកមិនឲ្យតម្លៃខ្លួនឯងទេសូម្បីតែពាក្យរីគុណតូចមួយក៏អាចធ្វើឲ្យអ្នកបាក់ទឹកចិត្តបានដែរធប់លោកគ្រូលោកគ្រូមានប្រសាសន៍បែបនេះធ្វើឲ្យនាងខ្ញុំនឹកឃើញដល់មនុស្សជាច្រើនដែលកំពុងខំប្រឹងដើម្បីអ្នកដទៃរហូតដល់បាត់បង់អត្តសញ្ញាណខ្លួនឯងវាពិតជាឈឺចាប់ណាស់បាទសុជាតាខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនអ្នកស្ដាប់ថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលត្រូវរស់នៅជាមួយខ្លួនឯងរហូតដល់ថ្ងៃចុងក្រោយមនុស្សដទៃអាចដើរចូលហើយដើរចេញពីជីវិតអ្នកប៉ុន្តែខ្លួនឯងមិនដែលទៅចោលអ្នកទេដូច្នេះចូលខ្លាយជាមិត្តល្អបំផុតរបស់ខ្លួនឯងពិតជាអស្ចារ្យណាស់ចូលខ្លាយជាមិត្តល្អបំផុតរបស់ខ្លួនឯងមុននឹងបញ្ចប់កម្មវិធីថ្ងៃនេះតើលោកគ្រូមានសារចុងក្រោយអ្វីខ្លះសម្រាប់អ្នកដែលកំពុងមានអារម្មណ៍ថាគ្មានអ្នកគោរពឬមានអារម្មណ៍ថាខ្លួនឯងទាបតៃសារចុងក្រោយរបស់ខ្ញុំគឺតម្លៃរបស់អ្នកមិនស្ថិតលើមាត់អ្នកដទៃទេគេអាចនិយាយអ្វីក៏បានប៉ុន្តែអ្នកជាអ្នកសម្រេចថាតើត្រូវយកសម្ដីគេមកដាក់ក្នុងខ្លួនឬអត់ចាប់ផ្ដើមពីថ្ងៃនេះក្រោកពីគេងឆ្លុះកញ្ចក់ហើយប្រាប់ខ្លួនឯងថាខ្ញុំមានតម្លៃខ្ញុំពូកែហើយខ្ញុំសមនឹងទទួលបានអ្វីដែលល្អនៅពេលអ្នកជឿជាក់បែបនេះសកម្មភាពរបស់អ្នកនឹងប្រែប្រួលហើយពិភពលោកនឹងមើលមកអ្នកដោយខ្សែភ្នែកថ្មីអរគុណខ្លាំងណាស់លោកគ្រូសារឿនសម្រាប់ចំណេះដឹងនិងកម្លាំងចិត្តដ៏មានតម្លៃនៅថ្ងៃនេះនាងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់នឹងទទួលបានពន្លឺថ្មីក្នុងការរស់នៅនិងចាប់ផ្ដើមឲ្យតម្លៃខ្លួនឯងកាន់តែខ្លាំងបាទសូមអរគុណសុជាតានិងសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុភមង្គលនិងក្តីស្រឡាញ់ចំពោះខ្លួនឯងជានិច្ចកម្មវិធីរបស់យើងនៅថ្ងៃនេះបានឈានមកដល់ទីបញ្ចប់ហើយសូមកុំភ្លេចតាមដានកម្មវិធី podcast របស់យើងនៅភាគបន្តទៀតសម្រាប់ថ្ងៃនេះនាងខ្ញុំសុជាតានិងលោកគ្រូសារឿនសូមជម្រាបលានិងសូមជូនពរឲ្យគ្រប់គ្នាមានថ្ងៃដ៏ស្រស់បំព្រងលាហើយ